នេះបាទថ្ងៃនេះគឺគ្រប់ថ្ងៃនៅក្នុងកិច្ចមង្គលពិធីកិច្ចអដ្ឋានតណ្ហាអដ្ឋានសម្រាប់ឬអដ្ឋានរួមមេត្រីអដ្ឋានរួមតណ្ហាឬក៏អដ្ឋានរួមស្នេហាអដ្ឋាននេះគឺយើងផ្ដើមចេញពីការកសាងចេញពីផ្កាប្រទាលរាប់រយមុខដែលយើងយកមកបុកកិនសង្កត់ទៅជាអដ្ឋានមួយគេហៅថាអដ្ឋានតណ្ហាឬក៏ហៅថាអដ្ឋានរួមមេត្រីវត្ថុនេះខ្ញុំសាងបញ្ចុះដោយគាថាស្នេហ៍តណ្ហាកាមទេពប្តីប្រពន្ធបើកាលណាយើងអស់ចិត្តអស់អារម្មណ៍អស់សេចក្តីស្រឡាញ់មួយគ្នាហើយគឺយើងប្រើនៅក្នុងកិច្ចមួយគេហៅថាកិច្ចអដ្ឋានតណ្ហាអដ្ឋានសម្រាប់នេះដើម្បីយើងធ្វើវិធីកិច្ចឲ្យប្តីគូឬក៏ប្រពន្ធឬក៏ប្តីនៅដល់ណាទៅឆ្ងាយចោលយើងអស់អារម្មណ៍អស់ចិត្តហ្នឹងឲ្យគាត់មានអារម្មណ៍មានចិត្តមានសេចក្តីត្រេកត្រអាលមករកប្រពន្ធមករកប្តីវិញនៅដល់ណាក៏រត់មករកប្តីរកប្រពន្ធវិញដែរកិច្ចនេះគឺយើងធ្វើមួយអាទិត្យគ្រប់ថ្ងៃហើយបានយើងឲ្យកូនសិស្សយកទៅនៅក្នុងកំឡុងពេលធ្វើពិធីអ្នកខ្លះតែ2-3ថ្ងៃគឺបានផលអ្នកខ្លះតើបានវត្ថុយកទៅប្រើយកទៅគោរពទើបអានុភាពនៃអដ្ឋាននឹងបញ្ចេញរិទ្ធអញ្ចឹងថ្ងៃនេះគ្រប់ថ្ងៃហើយត្រូវផ្ញើទៅកូនសិស្សទៀតហើយតាមខេត្តបាត់ហេណា